อาวุธหัดสรกสมเปอร์ลูนคอดคลูนจนสังไซปรามมวยเนี่ยจบเปียปอนขนมกะในลุยนังปราปรากรึงเงียนอุปธรรมดอยจีกสิกรรมระบบกรมหุนสุภาอากรเทงกำลังมูลฐานกองริอาวุธหัดสรกสมเปอร์ลูนดักน้อมดอยโลกอนุเซเนไอเลียงสกลีจีเมบัญชีกาบานบักปฏิบัติการบังคับกรณีลุยมีนสถานตงุนโตนังกรณีปราปรากรึงเงียนข้อฉบับดอยเฟื่อกาคอดคลูนจนสังไซบานจำนวนปรามมวยเนี่ยจีบันตอบកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង 17:30 នាទីថ្ងៃទី 5 ខែកក្កដាឆ្នាំ 2026 នៅចំណុចភូមិអូស្ងាត់ឃុំសន្តិភាពស្រុកសំពើលូនខេត្តបាត់ដំបងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះថនសុផាតភេទស្រីអាយុ43ឆ្នាំរស់នៅភូមិអូស្ងាត់ឃុំសន្តិភាពស្រុកសំពើលូននៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែលជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់ក្នុងនោះករណីលួចមានស្ថានទម្ងន់ទោសចំនួន 2 នាក់រួមមាន 1. ឈ្មោះសំណាវីភេទប្រុសអាយុ 37 ឆ្នាំមុខរបរមិនពិតប្រាកដ 2. ឈ្មោះលីនស្រីនិតភេទស្រីអាយុ 25 ឆ្នាំមុខរបរមិនពិតប្រាកដនិងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន 4 នាក់រួមមាន 1. ឈ្មោះឈិនស៊ុយណាភេទប្រុសអាយុ 22 ឆ្នាំមុខរបរមិនពិតប្រាកដ 2. ឈ្មោះសុកទឹកភេទប្រុសអាយុ 37 ឆ្នាំមុខរបរកម្មមុខ 3 ឈ្មោះឈិននាងភេទស្រីអាយុ 24 ឆ្នាំមុខរបរកម្មមុខ 4 ឈ្មោះជុំរក្សាភេទប្រុសអាយុ 25 ឆ្នាំមុខរបរមិនពិតប្រាកដជាមួយនឹងវត្ថុតាងកាំបិតកញ្ចែតកន្ត្រៃឧបករណ៍ប្រើប្រាស់គ្រឿងញៀនទូរស័ព្ទដៃចំនួន 8 គ្រឿងប្រាក់រៀលចំនួន 6,50,000 រៀលបច្ចុប្បន្នជនសង្ស័យទាំង 6 នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តដើម្បីបន្តសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់